អាចសេះកាលពីព្រេងនាយមានបុរសម្នាក់ដែលអ្នកស្រុកហៅថាចៅអាចសេះជាខ្ញុំបម្រើសេដ្ឋីហើយត្រូវឃ្វាសេះប្រហែលជា50ក្បាលសង់ខ្ទមរស់នៅក្បែរមាត់ទន្លេជារៀងរាល់ថ្ងៃមិនថាធ្វើការអ្វីក៏ចៅអាចសេះតែងតែទន្ទឹងថាសម្មាសម្ពុទ្ធោជាប់ជានិច្ចអញទៅដេញសេះសម្មាសម្ពុទ្ធោអញទៅលើកអាចសេះសម្មាសម្ពុទ្ធោចំណែកឯអាចសេះនោះមិនដែលលើកចោលទេតែងកើបច្រកការ៉ុងទុកជាច្រើនការ៉ុងថ្ងៃមួយមានសំពៅ500មកពីស្រុកចិននាំទំនិញមកលក់ចៅមាននំបានជួបជាមួយនាយសំពៅហើយក៏និយាយថាអ្នករកគ្នាបើកសំពៅមកពីណាបាក់ពួកយើងមកពីស្រុកចិនចុះអ្នកមានស្គាល់ស្ដេចក្រុងចិនទេបាទស្គាល់ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរស្ដេចក្រុងចិននោះជាមិត្តរបស់ខ្ញុំបើអ្នកត្រឡប់ទៅស្រុកចិនវិញខ្ញុំផ្ញើរបស់ទៅឲ្យមិត្តខ្ញុំផងបាទមិនអីទេមិនយូរប៉ុន្មាននាយសំពៅក៏ត្រឡប់មកពីលក់ដូរវិញហើយចូលទៅរកចៅអាចសេះនោះអ្នកកំឡោះអ្នកមានអ្វីចង់ផ្ញើនឹងខ្ញុំយកទៅស្រុកចិនមែនទេយកមកឲ្យខ្ញុំមកខ្ញុំត្រូវចេញដំណើរទៅឥឡូវនេះហើយបាទខ្ញុំបានរៀបចំដាក់ក្នុងការ៉ុងបំរុងនឹងផ្ញើទៅហើយនាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនការ៉ុងប្រហែល400ការ៉ុងដាក់សំពៅដែលសុទ្ធតែការ៉ុងពេញដោយអាចសេះពេលទៅដល់ប្រទេសចិននាយសំពៅក៏ឡើងទៅចូលគាល់ព្រះរាជាព្រះអង្គមានមិត្តរបស់ព្រះអង្គម្នាក់បានផ្ញើរបស់ពីស្រុកខ្មែរមកថ្វាយដាក់ក្នុងការ៉ុងច្រើនណាស់ក្រាបទូលយើងមិនដែលទៅស្រុកខ្មែរទេតើយើងមានមិត្តឯណានៅស្រុកខ្មែរព្រះរាជាក៏មានបន្ទូលឲ្យទៅជញ្ជូនការ៉ុងអាចសេះនោះមកដាក់គរនៅមុខព្រះលានទ្រង់ឲ្យស្រាយមាត់ការ៉ុងចាក់មើលតើជារបស់អ្វីខ្លះដល់ពេលចាក់ទៅឃើញសុទ្ធតែជាដុំមាសស្ដេចមានប្រតិយត្រេកអរខ្លាំងណាស់ទ្រង់គិតក្នុងព្រះចិន្តាថាហើយយើងនឹងបានអ្វីផ្ញើទៅគេវិញយើងមានតែព្រះរាជបុត្រីមួយព្រះអង្គព្រះជន្ម18ព្រះវស្សាព្រះឆោមល្អស្រស់ស្អាតលើសស្រីទាំងអស់អញ្ចឹងយើងនឹងផ្ញើបុត្រីរបស់យើងទៅឲ្យគេជាការតបស្នងចុះគិតដូច្នោះហើយទ្រង់ក៏ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពីស្បែកសត្វទាំងសងខាងឲ្យតែមានកន្លែងបើកចេញចូលម្ខាងបានព្រមទាំងប្រគល់កន្សែងបក់កន្សែងបោយមួយដល់បុត្រីព្រះអង្គទុកសម្រាប់ពេលមានការចាំបាច់ហើយក៏ឲ្យព្រះរាជបុត្រីចូលទៅក្នុងស្គរនោះបន្ទាប់មកក៏ចាត់អ្នកបម្រើឲ្យយកទៅឲ្យចៅអាចសេះលុះពេលអ្នកបម្រើទៅដល់ក៏បានប្រាប់ទៅកាន់ចៅអាចសេះនោះថាស្ដេចក្រុងចិនជាមិត្តបានផ្ញើស្គរមួយមកឲ្យអ្នកឯងវាយលេងនាយឮដូច្នោះក៏ត្រេកអរណាស់ជារៀងរាល់ថ្ងៃបន្ទាប់ពីបញ្ចូលសេះទៅក្នុងក្រោលរួចនាយក៏វាយស្គរលេងព្រមទាំងនិយាយថាហើយខ្លាអញស្រឡាញ់អញផ្ញើស្គរនេះមកឲ្យអញវាយលេងនាថ្ងៃមួយក្រោយពីនាយចេញទៅខ្វៀលសេះបានបុត្រីស្ដេចចិនដែលនៅក្នុងស្គរក៏ចេញមកប្រើកន្សែងបក់កន្សែងបោយជុំជាបាយម្ហូបនំចំណីឲ្យចៅអាចសេះហើយក៏ចូលទៅក្នុងស្គរវិញបាត់ពេលនាយត្រឡប់មកវិញឃើញបាយទឹកម្ហូបចំណីរៀបចំរួចស្រេចហើយដូច្នេះក៏គិតថាអាយ៉ានរណាមករៀបបាយខ្ញុំដូច្នេះពិតជាចម្លែកណាស់តែមិនថ្មីទេខ្ញុំឃ្លានហើយខ្ញុំឆៃសិនហើយចៅមានុបមានការងឿឆ្ងល់ប៉ុន្តែឃ្លានពេកក៏សម្រេចចិត្តហូបសិនជារៀងរាល់ថ្ងៃព្រះធីតាតែងតែធ្វើដូច្នេះធ្វើឲ្យនាយមានចិត្តសង្ស័យជាខ្លាំងចៅអាចសេះទ្រាំលេខបានក៏ចាំលបមើលចៅអាចសេះឃើញព្រះធីតាដែលចេញពីក្នុងស្គរមកមានរូបរាងល្អឯងហើយបក់បោយកន្សែងឲ្យកើតជាអាហារឡើងនៅរំពេចនាយឃើញបែបនេះក៏ភ័យណាស់ហើយក៏ស្រែកថាសម្មាសម្ពុទ្ធោមកពីណាអីក៏ល្អយ៉ាងនេះចៅអាចសេះព្យាយាមរត់គេចចេញពីព្រះធីតាតែក៏ត្រូវព្រះធីតាចាប់នាយជាប់កុំចាប់ខ្ញុំអីអាណិតខ្ញុំផងសូមមេត្តាលែងខ្ញុំទៅទេខ្ញុំមិនលែងលោកទេលោកជាប្តីរបស់ខ្ញុំហើយព្រះបិតាឲ្យខ្ញុំមកនៅធ្វើជាប្រពន្ធរបស់លោក
ព្រោះលោកបានផ្ញើមាសប្រាក់ទៅឲ្យបិតារបស់ខ្ញុំច្រើនខ្លាំងណាស់ទេខ្ញុំមិនយកទេព្រះធីតានិយាយលួងលោមច្រើនដងនាយក៏នៅស្ងៀមក្នុងវេលាយប់នោះព្រះធីតាបានអធិដ្ឋានកន្សែងបក់កន្សែងបោយហើយបក់ទៅកើតជាប្រាសាទរាជវាំងដ៏ធំស្កឹមស្កៃចៅអាចសេះហើយនឹងព្រះធីតាក៏ស្នាក់នៅលើប្រាសាទព្រមទាំងមានអ្នកបម្រើឆ្វេងស្ដាំអ្នកស្រុកទាំងពួងឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នាក៏បានទៅប្រាប់សេដ្ឋីដែលជាចៅហ្វាយរបស់ចៅអាចសេះលោកសេដ្ឋីមានប្រាសាទរាជវាំងនៅផុសឡើងត្រង់ខ្ទោបចៅអាចសេះនោះច្រើនណាស់តើលោកប្អូននិយាយនេះជាការពិតមែនទេជាការពិតដល់លោកសេដ្ឋីបើលោកសេដ្ឋីមិនជឿទេអាចទៅមើលខ្លួនឯងបានសេដ្ឋីសង្ស័យក៏រត់ទៅមើលដល់ពេលឃើញហើយក៏ភិតភ័យណាស់ហើយក៏រត់ទៅទូលព្រះរាជាតាមដំណើររឿងក្រោយពីស្ដេចទ្រង់បានជ្រាបទ្រង់ក៏បានចាត់អ្នកបម្រើឲ្យទៅពិនិត្យមើលពេលអ្នកបម្រើទៅដល់ឃើញមានប្រាសាទដេកឡើងពិតដោយសម្ដីសេដ្ឋីដូច្នេះមែនក៏ត្រឡប់ក្រាបទូលព្រះរាជាធ្វើឲ្យព្រះរាជាទ្រង់ក៏មានព្រះទ័យទោមនស្សជាខ្លាំងអ្នកណាថ្លើមធំហ៊ានមកសាងប្រាសាទរាជវាំងនៅក្នុងនគររបស់យើងមានតែយើងទេដែលជាស្ដេចក្នុងនគរនេះព្រះរាជាទ្រង់ក៏បានចាត់ឲ្យរៀបរេពលលើកទៅចាត់ចៅអាចសេះដោយព្រះអង្គក៏យាងទៅជាមួយផងដែរក្នុងវេលានោះអ្នកបម្រើក៏បានទៅប្រាប់ចៅអាចសេះនិងព្រះធីតាពីរឿងនេះចៅអាចសេះបានឮហើយក៏មានសេចក្តីភិតភ័យជាខ្លាំងព្រះធីតាប្រាប់ស្វាមីថាព្រះស្វាមីកុំព្រួយបារម្ភអីទុករឿងនេះឲ្យខ្ញុំម្ចាស់ជាអ្នកដោះស្រាយខ្ញុំម្ចាស់នឹងចេញទៅច្បាំងនឹងស្ដេចអង្គនោះព្រះធីតាក៏យាងចេញទៅច្បាំងហើយទ្រង់ក៏បានប្រើប្រាស់កន្សែងបក់កន្សែងបោយធ្វើឲ្យការទ័ពជាច្រើនរាប់មិនអស់ទ័ពព្រះរាជានិងព្រះធីតាបានប្រយុទ្ធគ្នាតែទោះទាហានព្រះធីតាត្រូវស្លាប់10នាក់និងរស់ឡើងវិញដល់ទៅ20នាក់ហេតុនេះព្រះរាជាក៏ត្រូវបរាជ័យព្រមទាំងកងទ័ពរេពលទាំងអស់ចៅអាចសេះនិងព្រះធីតាក៏បានសោយរាជ្យជំនួសស្ដេចអង្គមុនទទួលការគោរពស្រឡាញ់ពីប្រជារាស្ត្រព្រោះតែបុណ្យកុសលនៃការដឹងគុណព្រះពុទ្ធដោយឥតលអៀង